រាល់ថ្ងៃព័ត៌មានคล้ายៗបានរីករាលដាលយ៉ាងលឿននៅលើបណ្ដាញសង្គមដូចជា Facebook, TikTok, Telegram ដែលធ្វើឲ្យយើងអ្នកនរគ្នាជាអ្នកប្រើប្រាស់មានការយល់ច្រឡំនិងធ្វើឲ្យសង្គមយើងមានការប្រែប្រួលសូមជំរាបសួរថ្ងៃនេះខ្ញុំនឹងចែករំលែកនៅ7ចំណុចដែលអ្នកនរគ្នាអាចកំណត់ព័ត៌មានคล้ายៗនៅលើបណ្ដាញសង្គមបានមុនពេលដែលអ្នកនរគ្នាចែករំលែកវាទី1ឈប់បើសិនជាអ្នកនរគ្នាឃើញព័ត៌មានដែលធ្វើឲ្យអ្នកនរគ្នាមានការភ្ញាក់ផ្អើលខ្លាំងឬធ្វើឲ្យអ្នកទាំងអស់គ្នាខឹងខ្លាំងសូមឈប់កុំតន់ចែករំលែកព័ត៌មានទាំងអស់នោះព័ត៌មានคล้ายៗទាំងអស់នោះធ្វើឲ្យអ្នកមានអារម្មណ៍រំជើបរំជួលដើម្បីឲ្យអ្នកចែករំលែកវាឲ្យកាន់តែលឿនទី2ពិនិត្យមើលប្រភពយើងទៅសួរខ្លួនឯងថាតើអ្នកណាគេឬក៏ស្ថាប័នណាដែលចែករំលែកព័ត៌មាននេះតើ page ដែលយើងកំពុងមើលព័ត៌មានហ្នឹងវាជា page ផ្លូវការឬទេដើម្បីពិនិត្យមើល page ផ្លូវការយើងអាចមើលទៅថាតើ page នោះមានគ្រីសពណ៌ខៀវឬយើងហៅថា blue tick ឬយើងហៅថាជា blue verification នៅ about section របស់ page នោះតែងតែមានព័ត៌មានដែលយើងអាចធ្វើការតាក់ទងទៅកាន់ស្ថាប័ននោះបានព័ត៌មានមិនពិត page ដែលមិនផ្លូវការឬក៏ page មិនពិតមិនមានព័ត៌មានទាំងអស់នេះទេទី3ពិនិត្យមើលប្រភពផ្សេងទៀតបើសិនជាព័ត៌មាននេះគឺជាព័ត៌មានពិតមែននោះនឹងមានការផ្សព្វផ្សាយនៅលើបណ្ដាសារព័ត៌មានដែលគួរឲ្យទុកចិត្តផ្សេងទៀតអ្នកនរគ្នាអាចប្រើប្រាស់ Google ដើម្បី search មើលព័ត៌មានទាំងអស់នោះថាតើព័ត៌មានទាំងនោះមាននៅប្រភពដែលគួរឲ្យទុកចិត្តផ្សេងទៀតដែរឬទេប្រសិនបើព័ត៌មាននេះមានតែនៅក្នុង Facebook page នេះតែមួយទេព័ត៌មាននោះទំនងជាព័ត៌មានមិនពិតទី4ពិនិត្យមើលរូបភាពព័ត៌មានคล้ายៗតែងតែប្រើប្រាស់រូបភាពចាស់ឬក៏រូបភាពដែលផលិតឡើងដោយ AI សូមពិនិត្យមើលដៃមើលភ្នែកមើលពន្លឺរូបភាពដែលបង្កើតឡើងដោយ AI ឬក៏រូបថតដែលបង្កើតឡើងដោយ AI វាតែងតែមានលក្ខណៈដូចជាក្រមួនឬក៏ជារូបគំនូរប្រសិនបើរូបភាពទាំងនោះមើលទៅមិនធម្មតាឬមិនប្រក្រតីវាទំនងជារូបភាពคล้ายៗអ្នកអាចប្រើប្រាស់ Google Lens ដើម្បីដាក់បញ្ចូលនូវរូបថតទាំងនោះដើម្បីពិនិត្យមើលប្រភពនៃរូបភាពនោះទី5ពិនិត្យមើលកាលបរិច្ឆេទព័ត៌មានចាស់តែងតែត្រូវបានគេចែកចាយម្ដងទៀតដូចជាព័ត៌មានថ្មីសូមពិនិត្យមើលកាលបរិច្ឆេទនៃព័ត៌មានទាំងនោះបើសិនជារឿងនេះវាកើតឡើងកាលពីប្រហែលឆ្នាំមុនហេតុអ្វីបានជាគេចែករំលែកនៅពេលនេះប្រហែលជាគេចង់ឲ្យយើងចុចបើកមើលព័ត៌មាននោះទី6ជាចំណុចសំខាន់ដែលអ្នកទាំងអស់គ្នារួមទាំងខ្ញុំដែរអាចមានការធ្វេសប្រហែសអានលើសពីចំណងជើងអាចបោកបញ្ឆោតយើងបានយ៉ាងលឿនជួនកាលព័ត៌មានពិតប៉ុន្តែត្រូវបានបំភ្លៃឡើងដោយចំណងជើងคล้ายៗមុននឹងជឿលើចំណងជើងទាំងនោះកុំភ្លេចអានអត្ថបទទាំងស្រុងរបស់ព័ត៌មាននោះដើម្បីបញ្ជាក់ថាតើរឿងដែលយើងកំពុងមើលនេះវាស៊ីទៅនឹងចំណងជើងដែលគេដាក់នោះដែរឬទេទី7គិតពីអារម្មណ៍របស់ខ្លួនឯងយើងសាកសួរខ្លួនឯងថាតើព័ត៌មានដែលយើងកំពុងអាននោះធ្វើឲ្យយើងមានអារម្មណ៍រំជើបរំជួលខ្លាំងខឹងខ្លាំងខ្លាចខ្លាំងឬក៏សប្បាយខ្លាំងវាទំនងជាសញ្ញានៃការបោកបញ្ឆោតអារម្មណ៍របស់យើងដើម្បីឲ្យចុចបើកនៅព័ត៌មាននោះឬក៏ចុចចែករំលែកព័ត៌មាននោះភ្លាមទៅជឿជាក់លើអារម្មណ៍របស់ខ្លួនឯងមុនពេលដែលចែករំលែករឿងដែលធ្វើឲ្យយើងរំភើបខ្លាំងបែបទាំងអស់នេះព័ត៌មានคล้ายៗតែងតែធ្វើឲ្យអារម្មណ៍របស់យើងច្របូកច្របល់ដើម្បីបញ្ឆោតអារម្មណ៍របស់យើងឲ្យយើងចែករំលែកព័ត៌មានទាំងនោះកាន់តែលឿននេះគឺជា7ចំណុចសាមញ្ញដែលអ្នកនរគ្នាអាចពិនិត្យមើលព័ត៌មានคล้ายៗនៅលើបណ្ដាញសង្គមបានទី1ឈប់កុំតន់ចែករំលែកទី2ពិនិត្យមើលប្រភពទី3មើលប្រភពផ្សេងដែលផ្សាយព័ត៌មានទាំងអស់នេះទី4ពិនិត្យមើលរូបភាពទី5ពិនិត្យមើលកាលបរិច្ឆេទទី6អានអត្ថបទឲ្យពេញកុំមើលតែចំណងជើងនិងទី7គិតពីអារម្មណ៍ខ្លួនឯងខ្ញុំសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់